សួស្តីបងប្អូនក្នុងវីដេអូនេះយើងនឹងនាំបងប្អូនមករៀនអំពីជញ្ជាំងអក្សរខ្មែរពីបដល់មតើមករៀនជាមួយគ្នាសប្បាយអក្សរបបគឺបាយក្មេងស្រីកំពុងអង្គុយញ៉ាំបាយតើបងប្អូនញ៉ាំបាយហើយឬនៅបើនៅតើមកញ៉ាំជាមួយគ្នាអក្សរផគឺផ្ទះផ្ទះនេះពិតជាស្រស់ស្អាតហើយធំទៀតផងអក្សរពគឺពពែសត្វពពែជាសត្វស៊ីស្មៅជាអាហារតើប្អូនស្គាល់ពពែដែរឬទេពពែយំម៉ែអក្សរផគឺភ្នំគឺធំណាស់មានសត្វព្រៃឈើទឹកហើយស្រស់ស្អាតទៀតផងតើបងប្អូនធ្លាប់ដើរលេងតំបន់ភ្នំដែរឬទេអក្សរម៉គឺមាន់សត្វមាន់ជាសត្វចិញ្ចឹមមានស្លាបមានជើងពីរមាន់រស់នៅជិតផ្ទះតើផ្ទះបងប្អូនមានចិញ្ចឹមមាន់ដែរឬទេថ្ងៃនេះបងប្អូនរៀនប៉ុណ្ណឹងបានហើយជួបគ្នានៅវីដេអូបន្តទៀតកុំភ្លេចណាសូមជួយចុចរូបកណ្ដឹងនិងពាក្យ Subscribe ដើម្បីតាមដានវីដេអូបន្តសូមអរគុណ